សូមជម្រាបសួរបាទអញ្ចឹងថ្ងៃនេះបាទត្រូវនឹងថ្ងៃទី12ខែមិថុនាឆ្នាំ2025បាទអញ្ចឹងពេលល្ងាចបាទដែលជាមួយនឹងខ្ញុំបាទកសិករបាទអ្នកចិញ្ចឹមគោបាទអញ្ចឹងពីមុនក៏និយាយទៅពីបញ្ហាគោចិញ្ចឹមគោហើយការលក់ដូរគោហើយថ្ងៃនេះពេលល្ងាចនេះក៏ឆ្លៀតឱកាសបន្តិចទាក់ទងទៅនឹងបញ្ហាខ្លះរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃបាទអញ្ចឹងទន្ទឹមនឹងការនិយាយនេះបាទអញ្ចឹងខ្ញុំក៏មិនជាអ្នករៀនសូត្រអីជ្រៅជ្រះដែរតែក៏អាចដឹងប្រវត្តិសាស្ត្រខ្លះទាក់ទងទៅនឹងបញ្ហាប្រទេសជាតិពីមុនមកដែរហើយឃើញថាប្រជាជនខ្មែរក៏ដូចជាប្រជាជនថៃមានការទើសសម្ដីគ្នាជាច្រើនលើកឡើងជាច្រើនហើយក្នុងនោះក៏យើងឃើញមានអ្នកលក់លេម្នាក់ហើយក៏មានខាងប្រជាជនថៃក៏គាត់ធ្វើត្រាប់តាមបាទនេះជារឿងមួយផ្សេងទេខ្ញុំក៏មិនជានិយាយអីតាក់ទងទៅនឹងរឿងនឹងដែរតែអ្វីដែលទើសតិចហើយអ្វីដែលមើលឃើញគឺខ្ញុំមើលឃើញទៅលើលោកយាយម្នាក់ដែលគាត់មានសញ្ជាតិជាថៃនៅពេលបច្ចុប្បន្នតែពីមុនអាចថាគាត់មានសញ្ជាតិជាខ្មែរហើយអ្វីដែលគាត់និយាយមកនេះគឺគាត់ deal ខាងខ្មែរយើងនេះគូច្រើនអញ្ចឹងខ្ញុំក៏ចង់លើកឡើងបន្ថែមបន្តិចបានហើយសង្ឃឹមថាបងប្អូននៅក្នុងបណ្ដាញ YouTube ក៏ដូចជា Facebook Page មិនថាតែនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសទេអាចនឹងជួយចែករំលែកបន្តទៅដល់លោកយាយម្នាក់នេះប្រហែលជាគាត់អាចនឹងភ្លេចដើមកំណើតរបស់គាត់យើងក៏មិនថៃអាណាទេដោយសារគាត់ចូលសញ្ជាតិនៅខាងនោះហើយបើនិយាយពីក្មេងៗចំនួនក្រោយប្រហែលជាគាត់អត់ដឹងទេដោយសារខាងគេបានបំភ្លេចពីប្រវត្តិសាស្ត្ររបស់យើងគេបរៀនតែខាងប្រវត្តិសាស្ត្ររបស់គេហើយបង្រៀនទៅទៀតមិនបរៀនតាមប្រវត្តិសាស្ត្រទេគេក៏កុហកច្រើនតែសម្រាប់លោកយាយនេះគាត់ដែលជាអាចដឹងថាប្រទេសខ្មែររបស់យើងនេះនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាហើយខ្ញុំក៏នឹងបញ្ជាក់ជូនថាលោកយាយរស់នៅក្នុងខេត្តសរិននេះបាទពីដំបូងឡើយខេត្តសរិនជាទឹកដីរបស់ខ្មែរតែដោយសារការគ្រប់គ្រងរបស់បារាំងរហូតដល់90ឆ្នាំធ្វើឲ្យបារាំងកាត់ប្រទេសខ្មែរហ្នឹងតើឲ្យខាងថៃអញ្ចឹងខ្ញុំមិននិយាយពីខេត្តផ្សេងៗនៅកាត់ទេខ្ញុំនិយាយតែខេត្តសរិនមួយតែប៉ុណ្ណោះដោយសារខេត្តយើងកាត់ទៅវាច្រើនអញ្ចឹងខ្ញុំនិយាយពីខេត្តសរិនដែលលោកយាយរស់នៅហើយលោកយាយដែលរស់នៅយូរនេះទៅទៀតប្រហែលជាអាចដឹងខ្លះថាខេត្តសរិនបាទពីដំបូងជាខេត្តរបស់ខ្មែរតែបច្ចុប្បន្ននេះខ្មែរក៏មិនបានទៀមទាទឹកដីសរិនមកវិញទេតែគាត់ថាខាងប្រជាជនសៀមបាទគាត់មានការចូលនិយមខុសហេតុពេកដោយគាត់និយាយថាប្រាសាទទាំងប្រមាណជារបស់គាត់អញ្ចឹងលោកយាយក៏យល់ទៅតាមខាងហ្នឹងហើយគាត់ក៏និយាយទាំងទៅទឹងទឹះដោយសារគាត់ចាយគាត់ក៏អត់ដឹងពីប្រវត្តិសាស្ត្រខ្លួនឯងយ៉ាងណាប្រហែលជាគាត់អត់បានរៀនក៏គាត់ទៅនៅខាងគេយូរគាត់ប្រហែលជាអាចបែកឬក៏គាត់យល់ខុសពីហ្នឹងបាទហើយទឹកដីខ្មែរសរិនជាទឹកដីរបស់ខ្មែរយើងតែខាងបារាំងកាត់ទៅឲ្យគេហើយលោកយាយក៏បានបញ្ជាក់ថាប្រាសាទនានាជារបស់សៀមតែខ្ញុំចង់សួរទៅលោកយាយវិញថាបើប្រាសាទមិនថាតែមន់តូចតែមន់ធំប្រាសាទតាក្បីឬក៏ប្រាសាទព្រះវិហារជារបស់សៀមចុះចង់សួរនិយាយថាស្ដេចអង្គណាជាអ្នកកសាងហើយស្ដេចនោះហើយឈ្មោះនឹងមានព្រះនាមអីហើយកសាងចាប់ពីឆ្នាំណារហូតដល់ឆ្នាំណាអញ្ចឹងខ្ញុំចង់សួរត្រឡប់ទៅវិញបើសិនជាក្នុងវីដេអូនេះបាទមានបងប្អូនបានឃើញក៏សូមជួយshareបន្តទៅដល់លោកយាយដែលភ្លេចកំណើតខ្លួនឯងថាខ្លួនឯងជាខ្មែរហើយឌីលខ្មែរហើយត្រូវចាំថាលោកយាយជាខ្មែរដែរតែលោកយាយគាត់ថាចូលសញ្ជាតិគេហើយខ្មែរយើងដែលនៅសរិននោះក៏ច្រើនដូចគ្នាគាត់ថាមួយខ្មែរលើខ្មែរកណ្ដាលហើយនិងខ្មែរក្រោមហើយសុទ្ធតែជាខ្មែរតែលោកយាយបែរជាមកឌីលខ្មែរទៅវិញអញ្ចឹងប្រហែលលោកយាយបានកន្លែងរស់នៅថ្មីហើយភ្លេចកំណើតហើយចោតខាងខ្មែរយើងថាទៅដណ្ដើមប្រាសាទហើយបើសិនជាពីមុនទៅចោះតែឥឡូវនេះខាងខ្មែរក៏បានអញ្ជើញបាទក៏ហៅខាងភាគីខាងថៃចូលទៅឡើងតុលាការអន្តរជាតិចុះហេតុអីក៏មិនទៅអញ្ចឹងគួរយល់ដឹងពីចំណុចនេះផងខ្ញុំនិយាយប៉ុណ្្នឹងទេដោយសារយើងក៏រៀនសូត្របានជ្រៅជ្រះតែខ្ញុំដឹងរឿងប្រវត្តិសាស្ត្រច្រើនគួរសមដែរទាក់ទងនឹងការរៀនពីមុនតែលោកយាយក៏ចាស់ដែរប្រហែលជាអាចដឹងឬក៏លោកយាយចាស់ដែលរហូតដល់ភ្លេចឬក៏មិនចង់ដឹងរឿងប្រវត្តិខ្លួនឯងមកក្មេងៗថាគ្នាមិនដឹងគេអត់បានបរៀនហើយក៏មាន
អ្នកធ្វើការជាច្រើនដែរដឹងពីប្រវត្តិសាស្ត្រខ្លួនឯងថាថៃកើតក្នុងអំឡុងឆ្នាំណាហើយខ្មែរមានប្រវត្តិសាស្ត្រដែរក្នុងឆ្នាំណាគួរតែយល់គួរតែដឹងដែរហើយថាខ្មែរទៅឈ្លានពានចុះបើខ្មែរសួរថាប្រាសាទនោះស្ដេចណាកសាងមិនក៏មិនមានអ្នកឆ្លើយតបហើយស្ដេចនោះឈ្មោះអីក៏មិនមានអ្នកឆ្លើយតបហើយកសាងក្នុងឆ្នាំណាក៏មិនមានអ្នកឆ្លើយតបអញ្ចឹងគួរតែយល់ដឹងខ្លះដែរទាក់ទងទៅនឹងបញ្ហានេះអញ្ចឹងសម្រាប់ខ្ញុំជាកូនខ្មែរម្រុះខ្ញុំសូមជំទាស់ទៅដល់លោកយាយដែលវង្វេងភ្លេចកំណើតខ្លួនឯងនេះឲ្យនឹករលឹកសារជាថ្មីបាទបើសិនជាបងប្អូនដែលនៅក្នុងប្រទេសឬក៏នៅក្រៅប្រទេសបានឃើញសូមសៀទៅដល់លោកយាយដែលភ្លេចកំណើតម្នាក់នឹងផងបាទជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងទេអរគុណនិងគោរពលា